lại mà đo tầm nặng sấy bà chuột nhiều giờ mà này nhiều ok gai Mà sao đấy à? Ấy, dắt ảnh. hello guys welcome to my channel Tô kìa đằng ơi.มาเลยละจอมเนี่ยนี่อันนอมเพลอมาแล้วมาดอน้ำหนักสได้จีเลือกตีประมาณนี้เลือกตีไพ่เลือกตี30ไปมาแล้วยังมาดอน้ำหนักสได้ใจmà bông bộ đó này là nằm đã đấy thòm đã nhưng màu mà này là màu đập pi ấy dân việt sư xã đôi pe rất là có pe nghề tê lại nó srang lại năng chia lại là dương bọt tón hay dục lãng mình nó bọt tón bọt cho mình srang năng ai mà còn là srang với tu chiêng này Jakarta với miền băng thấm này ở tây phiệp có xã đôi kia phần đa nhóm cho trận chiêngនៅJakarta chiêng bà xa srang với tôi hay nó hiện u bởi tại Jakarta đôi dụng mình ấy taក្រុមខ្ញុំហើយម៉ោងប្រហែលជា9មានមកក្រុមទៀតតែគេបោះនៅរៀងឆ្ងាយបាទអញ្ចឹងខ្ញុំចូលចិត្តនៅចកាតាជាងបាទឥឡូវយើងមកកន្លែងដំណាក់ស្ដេចបាទកន្លែងនេះគេហៅថាដំណាក់ស្ដេចបាទមានផ្ទះមួយកន្លែងនេះសម្រាប់ឲ្យយើងនៅខាងក្នុងហ្នឹងគឺធ្វើជាមានដូចជាផែនទីសម្រាប់យើងមើលនៅក្នុងភ្នំជួបភ្នំគ្រីរំហ្នឹងបាទហើយយប់មិញនេះត្រជាក់ខ្លាំងមែនតើប្រហែលជាបាទនេះគឺទស្សនវិជ្ជានៃដំណាក់ស្ដេចបាទហើយយប់មិញត្រជាក់មែនតើប្រហែលជា15 16អង្សាបាទត្រជាក់បាទនេះគឺផែនទីរបស់គេបាទគឺភ្នំស្រួចហ្នឹងតែម្ដងបាទហើយយើងមកកន្លែងណាទេបាទនេះទេសចរចំបក់បាទកន្លែងយើងទៅម្សិលមិញនេះបាទរមណីយដ្ឋានជាតិចំបក់ទឹកធ្លាក់ណាអូតាមពិតមានផ្លូវនឹងឡើងមករហូតមកដល់កន្លែងគិរីរំហ្នឹងទេតានេះអូនេះបាទនេះគឺកន្លែងគិរីរំរបស់យើងដែលយើងទៅដែលយើងមកអញ្ចឹងណាបាទអញ្ចឹងចំបក់បាទអញ្ចឹងចំបក់ហ្នឹងយើងជិះពីនឹងមករហូតមកណាមកផ្លូវឡើងវាកន្លែងនេះបាទកន្លែងនេះបាទអញ្ចឹងឡើងមកវួងឡើងចុះបាទហ្នឹងនេះមកកន្លែងដំណាក់ស្ដេចហ្នឹងឯងបាទអូខេអញ្ចឹងយើងមើលទស្សនវិជ្ជាអគារនៅខាងក្នុងហ្នឹងបាទមានជាពាក្យបណ្ដាពាក្យស្លោកពាក្យបំរាមហាមសម្រាប់សត្វកាប់ព្រៃឈើអីជាដើមនៅក្នុងអគារនេះបាទអគារនេះគឺចាស់ដែរហើយបាទអូខេអញ្ចឹងយើងទៅមើលខាងក្រៅទាំងអស់គ្នាទស្សនវិជ្ជាទេសភាពខាងក្រៅអូខេចេញមកបាទនេះគឺខែប្រាំងវាបាទគេដុតព្រៃដុតអីចឹងទៅយើងឃើញមើលទៅរៀងក្រៀមក្រោះទេណាបាទតែបើខែភាសាគឺពោពេញទៅដោយធម្មជាតិពណ៌ខៀវស្ងាត់ហើយនេះទស្សនវិជ្ជារបស់យើងអូខេស្អាតអញ្ចឹងបាននៅគ្រីរំអញ្ចឹងបានសបោអ្នកមកបោះតង់បាទអញ្ចឹងឃើញនៅខាងនោះបាទនៅខាងជួរភ្នំបែកផ្សែងជួរភ្នំបែកផ្សែងបាទមែនទេស្រះស្រង់យើងនៅចកាតែប៉ុន្តែនេះគឺស្រះស្រង់ទេមិនមែនចកាតែទេឃើញបឹងទូចទេកុំច្រឡំណាបាទចកាតែយើងនៅនោះបាទណាគេប្រាប់បាទនេះគឺគាត់កំពុងច្រឡំថាចកាតែបាទភ្ញៀវបរទេសគាត់ទៅមកបាទប៉ូទុយហ្គាល់បាទមិនមកពីអាហ្គានីស្ថានទេបាទអញ្ចឹងនោះគឺស្រះស្រង់បាទធ្លាប់បោះតង់នៅនឹងបានដងបោះនៅនឹងសុបាយខ្ញុំនៅដេកមាត់ច្រកហ្នឹងមាត់គេមាត់ទឹកហ្នឹងយើងស្រែកឆ្លងឆ្លោយពីម្ខាងទៅម្ខាងដោយសារពេលហ្នឹងវាដូចជា holiday មិនដឹងចុងសប្តាហ៍មិនដឹងឯដល់ពេលអញ្ចឹងមនុស្សមកច្រើនហើយស្រែកឲ្យគ្នាយប់ឡើងយើងឆ្លោយឆ្លងគ្នាសុបាយបាទតែមកយូរហើយតាំងពី2000ដូចជា2019
2019បាទមុនកូវីដអូខេបាទអញ្ចឹងមានប៉ុណ្ណឹង review នៅដំណាក់ស្ដាច់មានប៉ុណ្ណឹងឯងបាទអញ្ចឹងនៅកន្លែងនេះយើងអាចមកអង្គុយនៅនេះក៏បានបាទយើងអាចដើរទៅនោះក៏បានហើយអត់ទៅ camping park ទេឈ្មោះ camping park ពីមុនយើងហៅដំបូងដែលខ្ញុំមក2019ហ្នឹងយើងហៅជ្រោះមរណៈបាទហើយបន្តមកទៀតគេលែងហៅជ្រោះមរណៈព្រោះគាត់នៅលើឈ្មោះភ្ញៀវទេសចរយើងអ្នកបោះតង់បោះអីដូចគាត់អត់ហ៊ានទៅអញ្ចឹងណាអញ្ចឹងតមកគេដូរទៅជាសសរស្ដុកបាទឥឡូវសសរស្ដុកហ្នឹងក៏គេអភិវឌ្ឍទៅជា camping park ទៅក៏សសរស្ដុកហ្នឹងបាត់ឈ្មោះតិចម្ដងអញ្ចឹងណាបាទឥឡូវទៅជាឈ្មោះ camping park ប៉ុន្តែការខ្ញុំទៅហ្នឹងគឺអត់ទាន់មានផ្លូវអីច្រើនទេផ្លូវទីគោផ្លូវម៉ូតូអញ្ចឹងបាទផ្លូវដើរអញ្ចឹងជិះទៅហើយឡើងភ្នំឡើងអីអូកាលហ្នឹងសบายហ៎បាទអូខេអញ្ចឹងប៉ុណ្ណឹងចុះយើងមានតែប៉ុណ្្នឹងទេទេសភាពនៅដំណាក់ស្ដាច់បាទលោកអ្នកបងប្អូនដែលអត់ដែរមកអាចទស្សនានៅតាមនេះបានបាទតាមរយៈវីដេអូនេះបាទអូខេអរគុណច្រើន